អារ៉ាខេរបស់ខ្ញុំស្រស់ស្អាតណាស់ពេលព្រះអាទិត្យរៀបលេចអ្នកក៏អាចឃើញល្បោចខ្សាច់រសាត់បក់បោកតាមវាយោពួកក្រៅភពមកបំផ្លាញដែនដីនេះនៅនឹងមុខយើងពួកវាធ្វើទុកបុកម្នេញលើប្រជាជនភពខ្ញុំហេតុអីក៏ត្រូវជាភពរបស់ពួកយើងផលលោកប្រូដាក់ខិនយើងអាចទុកចិត្តលោកបានអត់បានតាំងពីដើមហើយតើយើងតែងតែសុបិនឃើញនារីម្នាក់លើភពអារ៉ាខីសយើងមិនយល់អត្ថន័យទេសុបិនគ្រាន់ជារឿងដំណើរដ៏ល្អតែរឿងសំខាន់ពិតគឺពេលយើងភ្ញាក់ឡើងមួយចុះឡើងសេះដុំណាស់លើផោទេពួកយើងត្រកូលអាត្រេឌីយើងគោរពតាមគ្រប់ការបញ្ជាយើងមិនបំពានគ្រប់ព្រំរិខិតញញឹមផងគេនេះទូលបង្គំញញឹមហើយអធិរាជបញ្ជាឲ្យយើងនាំយកសន្តិភាពមកដល់ភពអារ៉ាខីសត្រកូលអាត្រេឌីសទទួលរាជបញ្ជាយើងស្គាល់នេះមានអ្វីមួយយ៉ាងក៏ក្រោលឡើងក្នុងចិត្តយើងបាត់ក្រៃប្រឈមនឹងសេចក្តីខ្លាចខ្លួនឯងមកតាមយើងមកប្រទះត្រឹមខ្លួនជាមុនលោកមិនធ្លាប់ជួបពួកហាកូនិនពួកវាមិនមែនជាមនុស្សឡើយតែជាបិសាចបុត្រារបស់អង្គម្ចាស់ដឹងរឿងច្រើនពេកហើយនេះជាដូនរបស់យើងសម្រាប់ពួកវាចោលទៅអានេះហើយយើងប្រមូលសភាវុធព្រាមកឆាប់ឡើងនេះជាការប្រឡាយមនុស្សជាតិពួកវាសម្រាប់សាច់ញាតិយើងម្ដងម្នាក់ប្រយ័ត្នឲ្យព្រីផ្សាយទៅបេដាចូលបបិទ្ធមិនមែនជាអនាគតនៃត្រកូលអាត្រេដេនោះបុគ្គលអស្ចារ្យមិនចង់បានតំណែងឡើយតែត្រូវគេទម្លាក់បន្ទុកឲ្យតែបើបុតបដិសេធហើយបុតនៅជាអ្វីតែមួយដែលបេដាចង់ឲ្យបុតធ្វើបុតបេដាបើមានរឿងអីកើតឡើងជួយការពារពលផងខ្ញុំម្ចាស់នឹងយកជីវិតមកបដូរកំតោះតែពួកយើងរួមដៃគ្នាទើបមានឱកាសដល់ពេលហើយ